bạn số đây chỉ mày nó tiếp và một phần đặcนี้ chân videoนี้យើងបែកវីដេអូតទៅជាមួយនឹង YouTube មិនតិចនិយាយមកយើងមើលការអាប់ដេតថ្មីរបស់ AC Lila បាទធនាគារ AC Lila តទៅជាមួយនឹង mobile app បាទឬក៏យើងហៅថាបាទ app AC Lila ហ្នឹងគឺកំណត់មុខងារថ្មីមួយបាទបានអាប់ដេតមុខងារថ្មីមួយធ្វើការបាទបញ្ជាដោយសំឡេងបាទអញ្ចឹងរាល់ប្រតិបត្តិការនៅក្នុង app យើងអាចប្រើប្រាស់សំឡេងសម្រាប់បញ្ជាបាទអញ្ចឹងយើងចូលទៅកាន់បាទវីដេអូរបស់យើងចូលកាន់ AC មកបាទបន្តមកទៀតបាទដើម្បីកំណត់បាទឲ្យវាមានការបញ្ជាជាសំឡេងបានបងប្អូនចូលមកកាន់ menu ខាងក្រោមណាបាទបន្តមកទៀតបងប្អូនយកទៅកាន់បាទកំណត់មុខងារផ្សេងបាទបងប្អូនអូមកក្រោមមកបងប្អូននឹងឃើញវាបាទប្រើសំឡេងបញ្ជាកន្លែងនេះណាបាទអញ្ចឹងមុខងារមួយនេះគឺមុខងារអាប់ដេតថ្មីបាទហើយតទៅជាមួយនឹងមុខងារនេះដែរគឺបញ្ជាបាទគ្រប់បាទ function នៅក្នុង app AC នេះដែរណាអញ្ចឹងយើងធ្វើការបើកមកបាទយើងចុចបើកប៊ូតុងនឹងមកបាទបន្ទាប់ពីចុចបើកបងប្អូនធ្វើការដោះលេខកូដមួយបាទនេះជាលក្ខខណ្ឌបាទលក្ខខណ្ឌរបស់ធនាគារ AC ដែរបងប្អូន check មើលតាមនឹងទៅអានតាមនឹងទៅណាបាទបងប្អូនអូសមកលើតិចមកវានឹងចេញប៊ូតុងពណ៌ខៀវឲ្យចុចហើយយើងចុចយល់ព្រមបាទអញ្ចឹងយើងធ្វើការកំណត់តែប៉ុណ្្នឹងគឺបានស្រេចណាអញ្ចឹងហើយយើងបែកមកកាន់ទំព័រដើមវិញមកយើងនឹងឃើញមានបាទប៊ូតុងបាទ voice សំឡេងមួយនៅលើបាទ screen នៃទូរស័ព្ទបាទ screen នៃ mobile app ហ្នឹងបាទអញ្ចឹងរបៀបប្រើប្រាស់យើងគ្រាន់តែសកត់នៅលើហ្នឹងមកបាទសកត់នៅលើអាសញ្ញាសំឡេងហ្នឹងមកបងប្អូនបាទយើងធ្វើការបញ្ជាណាអញ្ចឹងយើងតេស្តមើលបាទអញ្ចឹងខ្ញុំចាប់តាមធ្វើការតេស្តបាទអូខេចេញមកមួយហើយបាទយើងតេស្តមុខងារផ្សេងទៀតបាទ sorry ជាស្អីយើងជាប់ record វីដេអូណាបាទអូខេអញ្ចឹងនេះមុខងារថ្មីវាងាយស្រួលជាងមុនបាទគឺយើងអាចធ្វើការបាទបញ្ជាដោយសំឡេងដែរបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបាទយើងនឹងត្រឡប់ទៅកាន់វីដេអូតទៅជាមួយនឹងបាទ YouTube របស់យើងបន្តទៀតណាអរគុណ